សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះ admin មក review ពី Spring Machine មួយទៀតហើយ សម្រាប់ Spring Machine នេះដែរមានតម្លៃ 2300 ហេសម្រាប់ hack គឺយើងប្រើ brand WJ Comment WJ Plus ពណ៌ស case នេះដែរយើងអាចដាក់ fan បានទៅដល់11គ្រាប់ហើយ case នេះវាធ្វើមកកញ្ចក់ទាំងសងខាងហើយជាមួយនឹង color ដែលវាធ្វើឲ្យយើងអាចមើលឃើញ pad ខាងក្នុងបានច្បាស់ជាងសម្រាប់ liquid cooler គឺយើងប្រើ brand Changolia pad model Pro Flow 360 SE ពណ៌សដូចគ្នា liquid នេះវាមានមកជាប់ជាមួយនឹង screen តូចមួយដែលយើងអាច customize ដាក់រូបភាពក៏បានវីដេអូក៏បានដែរសម្រាប់ motherboard គឺយើងប្រើទៅលើ brand Asus model ROG Strix Z89A Gaming Wi-Fi motherboard នេះដែរវាជាប្រភេទ chipset Z89 motherboard នេះគឺជា premium model របស់ Asus តែម្ដងវាគឺជាតក ROG Strix motherboard នេះពណ៌សមើលទៅវាស៊ីគ្នាជាមួយ case យើងមែនតើសម្រាប់បងប្រុសគាត់ឆ្លាញ់ទៅលើម៉ាស៊ីនពណ៌សហើយ motherboard នេះក៏វាមានសូទៅលើ logo របស់ ROG Strix នៅកន្លែង IOC របស់វាដែរគឺវាសូធំមែនតើសម្រាប់ brand គឺយើងប្រើទៅលើ brand Team Group model T4 data RGB ចំនួន 16G គុណ2 32G DDR5 ដែលយើងអាច overclock វាបានដល់ 6000 MHzសម្រាប់ CPU គឺយើងប្រើទៅលើ Intel Core Ultra 7 265K CPU នេះដែរវាមាន20 core 20 thread ហើយ speed របស់វាអាចបានទៅដល់ 5.5 GHz ហើយសម្រាប់ M2 គឺបងប្រុសគាត់បានប្រើទៅលើ brand Samsung 990 Pro ចំនួន1ទេ M2 នេះដែរជា Gen 4 ហើយ speed របស់វាអាចបានទៅដល់ 7450 MHzសម្រាប់ power supply គឺយើងប្រើទៅលើ brand Tomorai model SP 850W power supply នេះដែរគឺជាប្រភេទ 80 plus platinum ហើយវាជាប្រភេទ full modular power នេះក៏ជាប្រភេទពណ៌សដែរដែលយើងដាក់ទៅវាស៊ីគ្នាជាមួយនឹង switch ដែលយើងរៀបពណ៌សសតហើយបងប្រុសក៏គាត់បាន add ទៅលើ screen បន្ថែមដែរហើយ screen នេះវាមាន resolution 1420ក៏នឹង480ហើយ screen នេះគឺជា product របស់ Changolia pad ដូចគ្នាហើយបងប្រុសក៏គាត់បានដាក់ថែមជាមួយនឹង hard disk ចំនួន 4T មួយគ្រាប់ទៀតដែរសម្រាប់ graphic card គឺយើងប្រើទៅលើ Colorful iGame RTX 50 Ultra WOC សម្រាប់ graphic card នេះវាមាន VRAM 12G ហើយជាប្រភេទ GDDR7